បាទសូមជម្រាបសួរបងប្អូនជនរួមជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីនឹករលឹកនិងជាទីរាប់អានបាទនៅក្នុងថ្ងៃនេះខ្ញុំបាទសូមផ្ញើជូននៅវីដេអូឃ្លីបមួយចំនួនរបស់លោកមុំរ៉ាឌីដែលបានគេហៅថាជាប់ឆ្នោតកាលឆ្នាំ2014កន្លងទៅហើយនេះហើយលោកមុំរ៉ាឌីគ្រាន់តែបានជាប់ឆ្នោតជាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនៅរដ្ឋ Massachusetts ទីក្រុង Lowell តំបន់18នោះគ្រាន់តែជាប់ឆ្នោតភ្លាមលោកមុំរ៉ាឌីនេះគឺសំដៅទៅរកជនផ្ដាច់ការសំដៅទៅរកមេដឹកនាំផ្ដាច់ការសំដៅទៅរកមេឃាតករគឺលោកហ៊ុនសែនហើយនិងលោកហេងសំរិនតែម្ដងហេតុដូច្នេះហើយវីដេអូឃ្លីបទាំងអស់នេះខ្ញុំសូមសួរទៅជនរួមជាតិខ្មែរទាំងអស់ទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមសួរថាតើនេះគឺជាមនោគមវិជ្ជាអ្វីដែរហើយសួរថាតើលោកមុំរ៉ាឌីនេះគឺជាអ្នកណាដែរណាគឺជាជនអ្វីដែរហេតុដូចម្ដេចគ្រាន់តែជាប់ឆ្នោតជាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកភ្លាមលោកមុំរ៉ាឌីបានជិះយន្តហោះទៅជួបជនផ្ដាច់ការទៅជួបមេដឹកនាំកុម្មុយនីសខ្មែរដែលជាអតីតមេឃាតករហើយនិងបច្ចុប្បន្នមេឃាតករទៀតអញ្ចឹងសួរថាតើលោកមុំរ៉ាឌីដែលលោកបានគេហៅថាទៅជួបលោកហ៊ុនសែនភ្លាមណាជួបលោកហ៊ុនសែនហើយលោកហេងសំរិនភ្លាមក្រោយពីកិច្ចការទាំងអស់នោះរួចរាល់ហើយសួរថាតើមានអកំបាំងអ្វីខ្លះបងប្អូនជនរួមជាតិខ្មែរយើងត្រូវតែតាមដានវីដេអូឃ្លីបនេះឲ្យបានច្បាស់លាស់ឲ្យបានម៉ត់ចត់ឲ្យបានចប់ចុងចប់ដើមទើបបងប្អូននឹងអាចយល់អំពីលោកមុំរ៉ាឌីនេះគឺជាអ្នកណាពីព្រោះក្រោយពីពេលដែលលោកមុំរ៉ាឌីនេះបានទៅជួបលោកហ៊ុនសែនជួបលោកហេងសំរិនមកលោកមុំរ៉ាឌីនេះបានជិះយន្តហោះមករដ្ឋ Washington ទីក្រុង Seattle ដែលមានអង្គការសង្គមស៊ីវិលជាច្រើនព្រមទាំងមានយុវជនយុវនារីជាច្រើនដែលគេបានបង្កើតរួចជាស្រេចណាហើយលោកមុំរ៉ាឌីគឺជាមេដឹកនាំរបស់យុវជនទាំងអស់នោះហើយនៅថ្ងៃនោះផងដែរគឺមានស្ថាប័នអង្គការសង្គមស៊ីវិលដែលបានចូលរួមនេះគឺគេហៅទូទាំងរដ្ឋ Washington នេះតែម្ដងហើយក្រោមការដឹកនាំរបស់លោកមុំរ៉ាឌីលោកមុំរ៉ាឌីនៅថ្ងៃដែលលោកមុំរ៉ាឌីអញ្ជើញមកគេហៅថាទីក្រុងស៊ីយ៉ារ៉ូនេះគឺមានអស់លោកតំណាងរាស្ត្ររបស់គេហៅថារដ្ឋ Washington នេះមកចូលរួមហើយមានក្រសួងគេហៅថាក្រសួងនានាខាងផ្នែករដ្ឋាភិបាលអាមេរិកបានចូលរួមយ៉ាងច្រើនផងដែរហេតុដូច្នេះហើយអញ្ចឹងយើងសូមសួរថាតើគម្រោងការនេះគឺជាគម្រោងការអ្វីហើយលោកមុំរ៉ាឌីគិតកំពុងតែធ្វើនេះគឺធ្វើដើម្បីគេហៅថាដើម្បីអ្វីដែរដើម្បីជាតិរបស់ខ្មែរឬមួយក៏ដើម្បីគេហៅថាបង្កើតក្រុមយុវជនដើម្បីគេហៅថាឲ្យសហរដ្ឋអាមេរិកគេចោទមកលើថាលោកមុំរ៉ាឌីនេះកំពុងតែបង្កើតក្រុមកុម្មុយនីសនៅក្នុងសហរដ្ឋអាមេរិកឬមួយក៏គេហៅថាដើម្បីគេហៅថាដឹកនាំយុវជនចំនួនក្រោយឲ្យទៅគ្រប់គ្រងគេហៅថាគណៈបកប្រជាជនកម្ពុជាបងប្អូនត្រូវពិចារណាឲ្យបានច្បាស់លាស់អំពីរឿងនេះពីព្រោះអ្វីដែលលោកមុំរ៉ាឌីកំពុងតែមានគម្រោងការនេះគឺលោកមុំរ៉ាឌីគេហៅថាកំពុងតែមានគម្រោងការដើម្បីបង្កើត Cambodian Town ឲ្យបាន50រដ្ឋកំពុងតែគេហៅថាបង្កើតគេហៅថាទីក្រុងឬមកក៏ទីផ្សាររបស់ខ្មែរឲ្យបានគ្រប់50រដ្ឋអញ្ចឹងយើងសូមសួរទៅលោកមុំរ៉ាឌីថាតើថាវិការទាំងអស់នេះគឺចេញមកពីណាដែរដែលលោកអាចមានសមត្ថភាពដើម្បីបង្កើតគេហៅថាទីផ្សាររបស់ខ្មែរយើងឬមកក៏ Cambodian Town ឲ្យបាន50រដ្ឋក្នុងគេហៅថាក្នុងប្រទេសអាមេរិកនេះយើងមានការងឿងឆ្ងល់ទេបងប្អូនខ្ញុំមានការងឿងឆ្ងល់ជាទីបំផុតក៏ប៉ុន្តែនៅពេលនោះខ្ញុំមិនបានគេហៅថាខ្ញុំមិនបានដឹងថាលោកមុំរ៉ាឌីនឹងទៅជួបលោកហ៊ុនសែនទៅជួបលោកហេងសំរិននោះទេនោះមុននោះមួយឆ្នាំលោកមុំរ៉ាឌីបានទៅជួបលោកហ៊ុនសែនលោកហេងសំរិន
cònតែមួយឆ្នាំក្រោយទៀតលោកមុំរ៉ាឌីជិះយន្តហោះមកទីក្រុងស៊ីយ៉ារ៉ូរដ្ឋ Washington ដើម្បីមកជួបយុវជនយុវនារីនិស្សិតបញ្ញវន្តជួបអស់លោកបណ្ឌិតសាស្ត្រាចារ្យជួបអស់លោកអង្គការសង្គមស៊ីវិលទូទាំងរដ្ឋណាទាំងក្នុងរដ្ឋហេតុដូច្នេះហើយគឺវាមានការគេហៅថាចម្លែកមែនទែនបងប្អូនហើយអ្វីដែលចម្លែកនោះគឺគេហៅថាតើយើងសុំសួរថាតើយុវជនយុវនារីដែលទៅគាំទ្រលោកមុំរ៉ាឌីនេះគេហៅថាគាំទ្រគឺគាំទ្រទឹកចិត្តបរិសុទ្ធបើតាមខ្ញុំយល់គឺគាំទ្រដោយមិនដឹងខ្លួនគឺគេហៅថាគាំទ្រដោយមិនដឹងខ្លួនហើយមិនដឹងថាលោកមុំរ៉ាឌីនឹងមកលោកហេងសំរិននឹងមានអាកំបាំងអ្វីខ្លះទេជាមួយនឹងរដ្ឋាភិបាលខ្មែរហើយនឹងជាមួយហ៊ុនសែនជាមួយនឹងហេងសំរិនហេតុដូច្នេះហើយអ្នកដែលគាំទ្រអ្នកដែលយុវជនយុវនារីដែលកំពុងតែគេហៅថាបង្កើតដោយគណៈបកប្រជាជនឬមួយក៏បង្កើតដោយក្រុមណាមួយឬមួយក៏បង្កើតដោយលោកមុំរ៉ាឌីឬមួយក៏បង្កើតដោយអ្នកណានោះយើងគេហៅថាគួរអោយអាណិតពួកគាត់ក្មេងៗចំនួនក្រោយណាពីព្រោះគាត់មិនដឹងអំពីគេហៅថាផែនការរបស់គេហៅថាកុម្មុយនីសយួនផែនការរបស់គណៈបកប្រជាជនពីព្រោះបើយើងទៅគាំទ្រលោកមុំរ៉ាឌីមានន័យថាយើងទៅគាំទ្រយួនហើយបើយើងទៅគាំទ្រលោកមុំរ៉ាឌីមានន័យថាយើងគាំទ្រហ៊ុនសែនហើយពីព្រោះហ៊ុនសែនហើយនឹងមុំរ៉ាឌីបានទៅគេហៅថាទៅសហការរឿងអាកំបាំងមួយដែលយើងមិនអាចដឹងបានគ្មានអ្នកណាគេបញ្យល់ប្រាប់យើងឬមួយក៏គ្មានអ្នកណាគេប្រាប់អំពីកិច្ចការអាកំបាំងនោះទេហេតុដូច្នេះសូមបងប្អូនខ្មែរយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសត្រូវប្រុងប្រយ័ត្នអំពីលោកមុំរ៉ាឌីសូមបងប្អូនកុំឲ្យទៅគាំទ្រលោកមុំរ៉ាឌីតទៅទៀតណាពីព្រោះលោកមុំរ៉ាឌីគឺបង្ហាញនៅគេហៅសក្ខីភាពមួយដ៏ច្បាស់លាស់ដែលលោកមុំរ៉ាឌីបានទៅជួបលោកហ៊ុនសែនព្រមទាំងទៅជួបលោកហេងសំរិននៅឯស្រុកខ្មែរហេតុដូច្នេះហើយអ្វីដែលយើងទៅសេពគប់ជាមួយជនបដិការមានន័យថាយើងនឹងឈានជើងចូលទៅក្នុងគេហៅថារណ្ដៅបដិការដូចតែគ្នាយើងមិនអាចគេហៅថាទៅសេពគប់ជាមួយជនបដិការហើយយើងមកគេថាយើងមកធ្វើសកម្មភាពនៅសហរដ្ឋអាមេរិកនឹងទៅតាមគេហៅថាទៅតាមសេរីភាពឬមួយក៏ទៅតាមចិត្តអ្វីដែលគេថាដែលយើងចង់ធ្វើទៅបានទេពីព្រោះវាមានជនបដិការនៅសង្កត់ពីថ្នាក់លើមកណាគេប្រាប់ឲ្យយើងធ្វើអីយើងត្រូវធ្វើអញ្ចឹងហេតុដូច្នេះលោកមុំរ៉ាឌីគឺមានការគេហៅថាអាកំបាំងមួយដែលមានការគៀបសង្កត់ពីលើលោកហ៊ុនសែនក៏ដូចជាលើលោកគេហៅថាហេងសំរិនអ្វីមួយយ៉ាងដែលយើងមិនអាចដឹងបាននោះគឺមានការអាកំបាំងមួយហេតុដូច្នេះហើយបានជាថ្ងៃមុននោះខ្ញុំបានរិះគន់លោកហុងលឹមពីព្រោះខ្ញុំមិនចង់ឲ្យមានរឿងនេះក៏កើតឡើងដូចជាលោកមុំរ៉ាឌីអញ្ចឹងពីព្រោះលោកមុំរ៉ាឌីនេះគឺយើងឃើញគំរូមួយរួចទៅហើយនៅវាបែកការរួចទៅហើយណាដែលឃើញលោកមុំរ៉ាឌីទៅជួបហ៊ុនសែនទៅជួបហេងសំរិនចំណែកលោកហុងលឹមវិញជាតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលីហើយយើងមិនចង់ឲ្យតំណាងរាស្ត្រណាឬមួយក៏មន្ត្រីគេហៅថាខ្មែរណានៅប្រទេសណាក៏ដោយយើងមិនចង់ឲ្យមានរៀនសូត្រចេះដឹងបានធ្វើការធំដុំឲ្យទៅបម្រើជនក្បត់ជាតិដូចជាលោកមុំរ៉ាឌីដូចជាលោកដោយលោកមុំរ៉ាឌីដែលទៅបម្រើឬមួយក៏ទៅសហការជាមួយនឹងជនក្បត់ជាតិអញ្ចឹងទេអ្វីដែលខ្ញុំគេហៅថាបានរីគុណលោកហុងលឹមនោះគឺខ្ញុំការពារដើម្បីគេហៅថាអំពីរឿងហ្នឹងបាទហេតុដូច្នេះហើយយើងគេថាយើងរងចាំមើលតទៅទៀតសួរតើមានអស់លោកមន្ត្រីធំខ្មែរអាមេរិកខ្មែរអូស្ត្រាលីឬមួយខ្មែរកាណាដាណាទៀតដែលជាអ្នកគេហៅថាកំពុងតែគ្រប់គ្រងគណៈបកប្រជាជនដែលកំពុងតែគេហៅថារៀបចំគម្រោងការដើម្បីបង្កើតខ្មែរកុម្មុយនីសនៅឯនាយសមុទ្រនេះយើងរងចាំមើលតទៅទៀតតើលិចក្បាលអ្នកណាចេញមកទៀតណាហេតុដូច្នេះហើយយើងនឹងស្វែងរកណាបន្តិចម្ដងយើងនឹងស្រាវជ្រាវដើម្បីរកឲ្យឃើញកន្លឹះគេហៅថាធាតុដើមរបស់វាគឺក៏កើតឡើងចេញមកពីណាណាហេតុដូចម្លេចបានវាមានគេហៅថាអាកំណិតគេហៅថាស្មោកគ្រោកអាកំណិតថោកទាបអាកំណិតដែលទូបម្រើជនបដិការរបៀបនេះបាទហេតុដូច្នេះសូមបងប្អូនមេត្តាតាមដាននៅវីដេអូឃ្លីបទាំងអស់នេះដើម្បីគេហៅធ្វើការពិចារណាមើលដើម្បីធ្វើការវិភាគមើលសួរតើយើងគេហៅថាយើងជាខ្មែរណារងគ្រោះរាប់ពាន់រាប់លានរាប់ម៉ឺនឆ្នាំសែនឆ្នាំមកហើយដែលមានជនគេហៅថាបង្កប់គេហៅថាដូចជាលោកមុំរ៉ាឌីអញ្ចឹងណាបង្កប់គេហៅថាឬមួយក៏រនុកក្នុងរបស់គណៈបកប្រជាជនក៏ដូចជា
គណៈបកគុំនេះណាមករស់នៅសហរដ្ឋអាមេរិកហើយបានគេហៅថាទៅចាប់ដៃជាមួយនឹងជនកុំមុនីទៅវិញហេតុដូច្នេះខ្ញុំមិនពេញចិត្តត្រង់កន្លែងនឹងសោះហេតុដូច្នេះបានខ្ញុំរិះគន់លោកហុងលឹមគឺខ្ញុំរិះគន់ដើម្បីការពារទៅថ្ងៃអនាគតកុំឲ្យលោកហុងលឹមនឹងទៅចាប់ដៃជាមួយលោកហ៊ុនសែនទៅចាប់ដៃជាមួយគណៈបកប្រជាជនទៅចាប់ដៃជាមួយយួនកុំមុនីណាដើម្បីមកគេហៅថាមកបំផ្លាញក៏ដូចជាមកសម្លាប់ប្រជារាស្ត្រខ្មែរធ្វើបាបប្រជារាស្ត្រខ្មែរបំផ្លាញទឹកដីបូរណភាពទឹកដីរបស់ខ្មែររបៀបអញ្ចឹងបាទហេតុដូច្នេះអ្វីដែលខ្ញុំបានបញ្ចេញវីដេអូឃ្លីបពីមុនមកដូចជាដែលគុណបុតបន្ទិញក៏ដូចគ្នាដែរខ្ញុំបញ្ចេញវីដេអូឃ្លីបដែលរិះគន់លោកបុតបន្ទិញនេះគឺដើម្បីការពារទៅថ្ងៃអនាគតកុំឲ្យលោកបុតបន្ទិញនឹងគេហៅថាលួកក្បាលឲ្យទៅហ៊ុនសែនលោកក្បាលឲ្យទៅយួនកុម្មុយនីលោកក្បាលទៅឲ្យគណៈបកប្រជាជនហេតុដូច្នេះបានខ្ញុំគេហៅថារិះគន់គឺរិះគន់ដើម្បីគេហៅថាស្ថាបនារិះគន់ដើម្បីគេហៅថាចម្រើននៅក្នុងសង្គមរិះគន់ដើម្បីអភិវឌ្ឍប្រទេសជាតិរិះគន់ដើម្បីគេហៅថាធ្វើឲ្យប្រទេសជាតិយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដពីព្រោះអ្វីដែលខ្ញុំបានរិះគន់កន្លងមកហើយនោះគឺបងប្អូនមួយចំនួនដែលជាអ្នកគាំទ្រគណៈបកសង្គ្រោះជាតិក៏មកវាយប្រហារខ្ញុំដែរបងប្អូនដែលទៅគាំទ្រគណៈបកសង្គ្រោះជាតិមករិះគន់ខ្ញុំដែរអានេះខ្ញុំសូមនិយាយចំក៏ប៉ុន្តែខ្ញុំមិនបានគេហៅថាវែកញែកឲ្យបងប្អូនដឹងគេហៅថាឲ្យច្បាស់លាស់អំពីរឿងកិច្ចការទាំងអស់នោះទេក៏ប៉ុន្តែខ្ញុំជឿជាក់ថាក្នុងថ្ងៃណាមួយបងប្អូននឹងយល់ឃើញនឹងយល់ដឹងដោយខ្លួនឯងពីព្រោះអ្វីដែលខ្ញុំបានរិះគន់នោះគឺខ្ញុំរិះគន់ដើម្បីការពារកុំអោយជនគេហៅថាកុំអោយជនបដិការមកទិញក្បាលបានហេតុដូច្នេះហើយយើងត្រូវតែការពារមុនកុំអោយវាគេហៅដល់ពេលទឹកជួលគេហៅជួលដល់ចំហហើយបើយើងទៅការពារយើងត្រូវតែការពារមុនកុំអោយជនបដិការនោះមកទិញក្បាលគេហៅថាអស់លោកអ្នកដែលចេះដឹងអ្នកដែលចេះដឹងដល់គេទិញក្បាលបានគេមិនហៅថាអ្នកចេះដឹងគេហៅថាពួកអ្នកល្ងងទៅវិញទេណាពីព្រោះដូចជាលោកមុំរ៉ាឌីអញ្ចឹងរៀនសូត្រខ្ពង់ពោះចេះដឹងធ្វើដល់តំណាងរាស្ត្រក៏ប៉ុន្តែទៅជួបគេហៅថាជនបដិការទៅជួបមនុស្សគេហៅថាមេឃាតកយ៉ាងដូចនេះគេមិនលើកកម្ពស់លោកមុំរ៉ាឌីទេពីព្រោះលោកមុំរ៉ាឌីទៅជួបជនបដិការហើយគេហៅថាស្រេចបាត់ហើយអស់ហើយកន្លែងកែហើយសូម្បីតែរដ្ឋាភិបាលសហរដ្ឋអាមេរិកក៏គេសួរលោកមុំរ៉ាឌីថាហេតុដូចម្ដេចបានជាលោកមុំរ៉ាឌីទៅជួបជាមួយនឹងលោកហ៊ុនសែនដែលជាជនបដិការដែលជាជនកុម្មុយនីណាលោកជាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកហេតុដូចម្ដេចបានលោកទៅចាប់ដៃជាមួយនឹងជនបដិការជាមួយនឹងប្រទេសកុម្មុយនីទៅវិញគេសួរអញ្ចឹងលោកមុំរ៉ាឌីឆ្លើយមិនរួចហេតុដូច្នេះហើយខ្ញុំសូមបងប្អូនប្រជាជនខ្មែរទាំងអស់គ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលជាអ្នកប្រាជ្ញចេះដឹងរៀនសូត្រជ្រៅជ្រះនៅសូមមេត្តាកុំអោយក្បត់ជាតិសូមមេត្តាកុំអោយទៅចាប់ដៃចាប់ជើងជាមួយជនបដិការសូមមេត្តាភ្ញាក់រលឹកឡើងកុំអោយធ្វើដូចជាមនុស្សអកតេមួយចំនួនដែលគ្មានគិតអំពីរឿងជាតិគ្មានចិត្តគិតអំពីរឿងជីវិតរបស់ខ្មែរគិតតែអត្ថប្រយោជន៍ខ្លួនឯងបាទចឹងជាចុងបញ្ចប់នេះខ្ញុំបាទឈ្មោះឆើយសូមអរគុណសូមជម្រាបលាបាទក្នុងជំនួបសម្ដែងការគូសំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលធ្វើឡើងនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីព្រឹកថ្ងៃទី21វិច្ឆិកាអាដាមមុំរ៉ាឌីតំណាងរាស្ត្រតំបន់ទី18ទីក្រុង Novel នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិកមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានផ្ដល់នូវឱកាសដ៏មានតម្លៃក្នុងការអនុញ្ញាតឲ្យរូបអាដាមនិងសហការីទាំងអស់បានចូលជួបសម្ដែងការគួរសមអាដាមមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលថាអ្វីដែលជាកិច្ចខិតខំប្រឹងប្រែងរបស់អាដាមនៅសហរដ្ឋអាមេរិកជាពិសេសនៅទីក្រុង Novel រដ្ឋ Massachusetts គឺដើម្បីធ្វើជាបង្គោលក្នុងការជួយដល់ជនរួមជាតិខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនិងក៏ដើម្បីបម្រើការងារនៅក្នុងសហរដ្ឋអាមេរិកផងដែរក្នុងជំនួបពិភាក្សាគ្នានោះដែរអាដាមមុំរ៉ាឌីបានសូមនៅការអនុញ្ញាតពីសម្ដេចតេជោដើម្បីស្វែងយល់អំពីកម្ពុជានិងដើម្បីសូមនៅអនុសាសន៍នៃការដឹកនាំរបស់សម្ដេចក្នុងការដឹកនាំនិងកសាងប្រទេសកម្ពុជារហូតទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនៅក្នុងដំណាក់កាលបច្ចុប្បន្នសម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សម្ដែងនៅការសប្បាយរីករាយនិងចូលរួមអបអរសាទរជូនចំពោះអាដាមមុំរ៉ាឌីដែលទទួលបាននូវការគាំទ្រធ្វើជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកសម្ដេចតេជោមានប្រសាសន៍បន្តថាបើទោះបីជានៅទីណា
និងនៅឆ្ងាយពីប្រទេសកំណើតក៏ពិតមែនប៉ុន្តែបងប្អូនជនរួមជាតិកម្ពុជានៅតែចាត់ទុកខ្លួនគឺជាជនជាតិខ្មែរដដែលសម្ដេចបន្តថាក៏ឡងមកបងប្អូនជនរួមជាតិយើងបាននាំទូកងពីប្រទេសកម្ពុជាទៅកាន់ទីក្រុងណូវែលនិងបានប្រណាំងនៅទីនោះដែលនោះបានបង្ហាញនូវការយកចិត្តទុកដាក់អំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់កម្ពុជាដែលជាការបញ្ជាក់នៅអត្តសញ្ញាណរបស់ជនជាតិខ្មែរដ៏ល្អផូរផង់នៃយើងសម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថាសម្រាប់អ្នកដឹកនាំយុវវ័យបញ្ហាអាយុមិនសំខាន់នោះទេប៉ុន្តែអ្វីដែលជាកត្តាសំខាន់នោះគឺប្រសិទ្ធភាពនៃការដឹកនាំនិងការគ្រប់គ្រងការងារការធ្វើកាន់តែខ្ពស់ត្រូវអោនឲ្យកាន់តែទាបនោះសោតដោយពាក្យស្លោកបុរាណខ្មែរបានដំណាលថាងើយស្គរអោនដាក់គ្រាប់សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍សង្កត់ធ្ងន់ថាបើទោះបីជាធ្វើការងារកាន់តែខ្ពស់យ៉ាងណាគឺយើងមិនត្រូវភ្លេចអ្នកក្រនោះទេយ៉ាងណាមិញធ្វើជាអ្នកតំណាងរាស្ត្រមិនត្រូវឆ្មើងកន្ទ្រើងចំពោះប្រជាជននោះទេការធ្វើឆ្មើងកន្ទ្រើងនឹងនាំទៅដល់ការឯកោដោយខ្លួនឯងសម្លេងជួបន្តថាប្រសិទ្ធភាពការងារគឺស្ថិតនៅលើប្រភពព័ត៌មានដែលយើងទទួលបានហើយការងារនោះសោតគឺជាអ្នកបង្រៀនយើងពលគឺគ្មានសាលាណាដែលបង្រៀនយើងឲ្យធ្វើតំណាងរាស្ត្រនោះទេផ្ទុយទៅវិញគឺការងារគឺជាអ្នកបង្រៀនយើងជារៀងរាល់ថ្ងៃភារៈភាពដ៏ជ្រាលជ្រៅថែមទៀតសម្រាប់ប្រជាជាតិយើងទាំងពីរសម្ដេចអគ្គមហាពញាចក្រីហេងសំរិនអនុញ្ញាតឲ្យឯកឧត្តមមុំរ៉ាឌីចូលជួបសម្ដែងការគួរសមសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមមុំរ៉ាឌីអ្នកតំណាងរាស្ត្រទើបជាប់ឆ្នោតប្រចាំតំបន់18នៃរដ្ឋ Massachusetts សហរដ្ឋអាមេរិកចូលជួបសម្ដែងការគូសមនៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2014ឯកឧត្តមកែវពិសិដ្ឋនាយកខុទ្ទកាល័យសម្ដេចអគ្គមហាពញាចក្រីហេងសំរិនមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថានៅក្នុងជំនួបនោះឯកឧត្តមមុំរ៉ាឌីបានសម្ដែងនៅក្តីសប្បាយរីករាយដែលមានឱកាសបានមកជួបសម្ដែងការគូសមសម្ដេចអគ្គមហាពញាចក្រីហេងសំរិនទន្ទឹមនេះដែរឯកឧត្តមបានថ្លែងអំណរគុណសម្ដេចអគ្គមហាពញាចក្រីហេងសំរិនក៏ដូចជាថ្នាក់ដឹកនាំកម្ពុជាដែលមានការគាំទ្រចំពោះរូបឯកឧត្តមក្នុងនាមជាអ្នកតំណាងរាស្ត្រនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកឯកឧត្តមសង្ឃឹមថានឹងបានជួយបងប្អូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិកហើយនឹងក្លាយជាស្ពានមួយដើម្បីចម្លងរវាងកម្ពុជានិងសហរដ្ឋអាមេរិកសម្ដេចអគ្គមហាពញាចក្រីហេងសំរិនមានប្រសាសន៍ថានេះជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាយើងទាំងក្នុងនិងក្រៅប្រទេសដែលឯកឧត្តមមុំរ៉ាឌីដែលជាកូនខ្មែរបានក្លាយទៅជាតំណាងរាស្ត្រនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកសម្ដេចប្រធានរដ្ឋសភាបានលើកឡើងអំពីប្រវត្តិអតីតកាលដែលបានឆ្លងកាត់ភាពល្វីងជូរចត់នៃសង្គ្រាមបែកបាក់ផ្ទៃក្នុងដែលធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទាំប្រជាជនមានការនិរាសព្រាត់ប្រាសបាត់បង់អាយុជីវិតរាប់លាននាក់ក្រោយថ្ងៃជ័យជំនះ7មករា1979កម្ពុជាបានរួមគ្នាខិតខំកសាងប្រទេសតាំងពីបាតដៃទទេទម្រាំមានការអភិវឌ្ឍប្រទេសជាតិដោយសពថ្ងៃនេះយើងត្រូវចំណាយពេលវេលាជាង30ឆ្នាំសម្ដេចបានបន្ថែមទៀតថាដោយសារនយោបាយបង្រួបបង្រួមជាតិនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពស្ថិរភាពនយោបាយពេញលេញដែលទាំងនេះជាឱកាសអាចឲ្យកម្ពុជាឈោងចាប់នៅការអភិវឌ្ឍហើយសពថ្ងៃកំណើនសេដ្ឋកិច្ចប៉ុន្មានឆ្នាំចុងក្រោយមានស្ថិរភាពជាង 7% ជារៀងរាល់ឆ្នាំសម្ដេចបានចែករំលែកនៅអ្វីជាបទពិសោធន៍ក្នុងជីវិតនយោបាយរបស់សម្ដេចហើយសម្ដេចបញ្ជាក់ជូនឯកឧត្តមមុំរ៉ាឌីថាយើងអង្គុយនៅលើទីខ្ពស់ត្រូវសម្លឹងឲ្យបានឆ្ងាយទៅគ្រប់ជ្រុងជ្រោយនៅជុំវិញខ្លួនយើងជាមួយនេះភាពសាមញ្ញជាកត្តាជោគជ័យសម្រាប់នយោបាយបាទសិទ្ធិជនជាតិខ្មែរបាទខ្មែរយើងហើយនៅយុវជនយុវនារីទាំងអស់ព្រមទាំងអស់លោកសាស្ត្រាចារ្យអស់លោកបណ្ឌិតនិស្សិតបញ្ញវន្តគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានមកចូលរួមនៅក្នុងថ្ងៃនេះ
គឺជាថ្ងៃមួយដែលរំលឹកខួបទី So, 40 ឆ្នាំ we just like to របស់របបប៉ុល recognize ពត him because he's a state representative of Washington. Is that here? Oh, okay. But yeah, we would just like to honor all of the representatives from the state. Ratty Mom again from Massachusetts. Thank you all for being here because this is a really big community event, and we need the support of political leaders to help us. So thank you for being here. Every year, every 5 years, every 4 years, to become more important, more engaged with the mainstream, basically, right? And I was going to invite two of my other session coroner, but I was told that we don't have enough time for that, so I apologize to them. Next slide, please. So in our conversation, we came up with with these 5 suggested topics for us to look into the future. It's by no ranking order. We talk about having a good culture. We talk about education. We talk about relationship. We talk about success, and we talk about civic engagement. Right? So we decided to, rather than the leadership define what the future means for the whole community, we want to get information, get input from the community at large. And today was a perfect platform to get that information. So we have been documented the input throughout the day from the community, and we'll promise you, I will promise you, that we'll take that into heart and we'll work it, look through it, analyze it, and we will build the future together with you. And before I end, I want to ask you, if you have the heart and the passion to be part of the leadership, please contact us. Let us know. Let us know who you are. We'll need you. We need you to work together with us so that our future look brighter in the next 5 years, 4 years, 50 years, 100 years from now. I want to see our community similar to or parallel to the Chinese American community. Where in the future, we can see Cambodian town in every 50 states in the United States. So thank you so much for your presence here today.